ជំរាបសួរខ្ញុំបាទឈ្មោះឆៃមធីមកពីទីក្រុងភ្នំពេញជាសិក្ខាកាមនៅក្នុងកម្មវិធីសិក្ខាសាលាស្ដីពីការរៀបចំផ្នត់គំនិតឡើងវិញដើម្បីជីវិតពេញលេញបរិបូរណ៍ខ្ញុំបានចូលរួមសិក្ខាសាលារយៈពេល2ថ្ងៃខ្ញុំបានមានចំណាប់អារម្មណ៍ចំពោះមេរៀនការបដិសេធមាន6ប្រភេទនិងផ្នត់គំនិតល្អៗជាច្រើនទៀតរកអ្វីមកប្រៀបផ្ទឹមឬវិពណ៌នាពុំបានឡើយខ្ញុំបានសូមធ្វើការប្រកាសបញ្ញាចិត្តថាក្រោយពេលបញ្ចប់វគ្គសិក្សាខ្ញុំបាននឹងយកចំណេះដឹងនិងជំនាញវិជ្ជាជីវៈទាំងនេះទៅផ្សព្វផ្សាយអប់រំបន្តដល់គ្រួសារសមាជិកក្នុងសហគមន៍និងក្រុមការងារព្រមទាំងយុវជនដែលមិនមានឱកាសមកទទួលការបណ្ដុះបណ្ដាលដោយផ្ទាល់នៅទីនេះដើម្បីឲ្យពួកគាត់ទទួលបាននូវចំណេះដឹងដោយរូបខ្ញុំបាទយ៉ាងពិតប្រាកដជាចុងក្រោយសូមថ្លែងអំណរគុណអង្គការសាស្ត្រាចារ្យបណ្ឌិតសាងអៀបសូមថ្លែងអំណរគុណគណៈចាត់តាំងកម្មវិធីសូមថ្លែងអំណរគុណសិក្ខាកាមដែលបានចូលរួមទាំងអស់គ្នាជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាស្ត្រាចារ្យបណ្ឌិតចននីដែលបានបណ្ដុះបណ្ដាលខ្ញុំបាទនិងសិក្ខាកាមទាំងអស់ដោយលះបង់ទាំងកម្លាំងកាយកម្លាំងចិត្តនិងកម្លាំងបញ្ញាព្រមទាំងពេលវេលាឲ្យមានតម្លៃសូមគោរពជូនពរសាស្ត្រាចារ្យបណ្ឌិតចននីមានសុខភាពល្អបរិបូរណ៍មានកម្លាំងមាំមួនមានជនមាយុយឺនយូរមានបញ្ញាវាងវៃមានទ្រព្យសម្បត្តិត្រឹមត្រូវមានសុភមង្គលនិងកិត្តិយសឧត្តមឧត្តមព្រមទាំងសម្រាប់ជោគជ័យគ្រប់ភារកិច្ចសូមអរគុណពីច្រើនចម្រើនចំណេះចេះច្រើនចម្រើនទ្រនាំមកជូនដល់